ឲ្យជាប់គុំលែងដៃឲ្យសោះអូនប្រឹងឡើងណាទោះបីថ្ងៃនេះបងត្រូវបាត់បង់ដែនខាងនេះក៏ដោយក៏បងត្រូវតែទាញអូនឡើងពីក្នុងរណ្ដៅជ្រៅនេះឲ្យបានអូនឯងជានរណាគ្នាកុំមាត់ឲ្យសោះពួកក្រុមជួញដូរប្រពន្ធកំពុងតាមរកបងពីក្រោយហើយបងប្អូនទៅរកតាមផ្លូវនោះកុំឲ្យនាងរត់រួចឲ្យសោះកុំមាត់អីសំងុំនៅត្រង់នេះទៅមានសុវត្ថិភាពហើយពួកគេរកមិនឃើញទេតើវាមានរឿងអីកើតឡើងមែនទេបងស្រីបងប្រុសអូនគ្រាន់តែជានិស្សិតម្នាក់ដែលស្លូតត្រង់ទេអូនមកភ្នំនេះដើម្បីស្រាវជ្រាវតែបែរជាវង្វេងផ្លូវមានមីងម្នាក់ធ្វើជាចិត្តល្អហៅអូនទៅផឹកទឹកនៅផ្ទះគាត់ស្រាប់តែពេលចូលដល់ផ្ទះគាត់ក៏ប្រែក្រឡាសម្លឹងមើលមុខអូនហើយចាក់សោទ្វារបិទចិត្តគេរឹបអូសយកអីវ៉ាន់អូនអស់ហើយបង្ខំឲ្យអូនទៅធ្វើជាប្រពន្ធដាជ្រាអាយុ70ឆ្នាំម្នាក់អូនមិនព្រមចុះចាញ់ទេពួកគេក៏ចាប់អូនបោះចូលក្នុងក្រោលគោចាស់មួយហើយផ្ដាច់ទឹកផ្ដាច់បាយអូនរហូតដល់3ថ្ងៃកាលពីយប់មិញអូនធាក់ទ្វារឈើបាក់រួចក៏រត់គេចខ្លួនមកអូនដើរវង្វេងក្នុងព្រៃជ្រៅនេះពេញមួយយប់រកទីដើរមិនឃើញសំបីតែបន្តិចបើថ្ងៃនេះមិនបានជួបបងទេម្លេះអូនមុខជាត្រូវពួកបិសាចទាំងនោះចាប់យកទៅធ្វើទារុណកម្មវិញមិនខានកុំភ័យអីគ្រោះថ្នាក់កន្លងផុតទៅហើយលើកក្រោយក្មេងស្រីដើរផ្លូវឆ្ងាយត្រូវតែប្រុងប្រយ័ត្នឲ្យមែនទេណាចាំភ្លឺឡើងបងនឹងជូនអូនចេញពីភ្នំនេះឃ្លានណាស់មែនទេបងប្រុសអូនអត់បាយអត់ទឹក3ថ្ងៃមកហើយញ៉ាំទៅបងមាននំសៅបន្តិចបន្តួចនៅក្នុងហោប៉ៅញ៉ាំអីបន្តិចទៅឲ្យឆ្អែតពោះអរគុណច្រើនបងប្រុសញ៉ាំយឺតមកប្រយ័ត្នជាប់កុសបងប្រុសតើខ្ញុំអាចរំខានសុំអង្វរបងរឿងមួយបានទេខ្ញុំត្រូវគេឆែកឆេរយកអស់គ្មានសល់អីទេតើបងអាចខ្ចីលុយខ្ញុំ1000យួនដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះបានទេប្អូនស្រីបងមិនលាក់បាំងទេលុយកាក់ដែលបងមាននេះគឺជាលុយដែលទើបតែលក់ទំនិញព្រៃបានដើម្បីទុកឲ្យប្អូនប្រុសទាំងពីរនាក់បងថ្លៃសិក្សាតាមពិតនៅខ្វះបន្តិចទៀតផងតែមិនអីទេប្អូនយកលុយនេះទៅប្រើការសិនចោះរឿងថ្លៃសិក្សាចាំបងទៅខ្ចីគេយកបងប្រុសខ្ញុំនឹងសងលុយនេះវិញពិតមែនខ្ញុំនឹងសងគុណ10ដងមិនបាច់និយាយពីរឿងសងមិនសងទេមនុស្សរួមមួយជីវិតតើអ្នកណាមិនដែលជួបការលំបាកសំខាន់ឲ្យតែប្អូនបានទៅដល់ផ្ទះដោយសុវត្ថិភាពគឺបានហើយប្អូនប្រញាប់យកលុយទៅផ្ទះចោះត្បូងថ្មបុរាណនេះជាវត្ថុមានតម្លៃដែលជីដូនខ្ញុំបានផ្ដល់ឲ្យខ្ញុំវាប្រៀបដូចជាជីវិតរបស់ខ្ញុំឥឡូវខ្ញុំទុកវាជាកសិនខ្ញុំសន្យាថានឹងយកលុយមកលុះវាវិញរបស់មានតម្លៃបែបនេះបងមិនហ៊ានទទួលទេរឿងលុយកាក់កុំគិតច្រើនពេកអីអរគុណអ្នកមានគុណខ្ញុំនឹងត្រឡប់មកជួបបងវិញពិតមែនប្អូនស្រីប្អូនដើរតាមផ្លូវដីនេះត្រង់ទៅដល់ផ្លូវបំបែកបត់ស្ដាំនឹងជួបផ្លូវធំហើយធ្វើដំណើរដោយសុវត្ថិភាពខ្ញុំនឹងត្រឡប់មកវិញពិតមែនប៉ាសុខភាពនៅរឹងមាំទេតើអ្នកមានគុណម្នាក់នោះមានដំណឹងអ្វីខ្លះទេបងស្រីតំបន់ភ្នំដាច់ស្រយាលនោះគេរុះរើកែសម្រួលអស់ហើយអ្នកស្រុកគេរើចេញអស់ហើយខ្ចាត់ខ្ចាយរកកន្លែងមិនឃើញទេពិបាករកដូចរាវងចូលក្នុងបាតសមុទ្រអញ្ចឹងគេទៅបាត់អស់ហើយឈប់រកទៅមិនបានដាច់ខាតទោះត្រូវកាយដីរើកាយយ៉ាងណាក៏ត្រូវតែរកគាត់ឲ្យឃើញដែរឯងចាត់មនុស្សឲ្យបន្តរកទៀតទៅថ្ងៃនេះខ្ញុំមានណាត់ជាមួយលោកលីពីក្រុមហ៊ុនស៊ីយ៉ាដើម្បីរកស៊ីធំខ្ញុំទៅមុនហើយបាទលោកលីខ្ញុំនឹងទៅឥឡូវនេះលោកប្រយ័ត្នផងអូនស្រីអត់អីទេមែនទេបងប្រុសខ្ញុំមិនអីទេអរគុណបងច្រើនណាស់ដែលបានទាញខ្ញុំការមិញរបួសស្រាលបែបនេះមិនអីទេមិនបានទេត្រូវតែទៅរុំរបួសនៅមណ្ឌលសុខភាពក្រែងលោវាបង្កជាជំងឺតេតាណូសវានឹងពិបាកមិនបាច់ពិបាកទេពិតមែនអ្នកធ្វើការធ្ងន់បែបនេះរបួសដាច់រលាត់ធម្មតាទេមិនអីទេលោកជាថៅកែធំដើរហើរត្រូវតែប្រយ័ត្នប្រយែងផងក្នុងការដ្ឋានសំណងនេះវាស្មុគស្មាញណាស់អរគុណច្រើនគឺឯងមែនទេទីបំផុតរកឯងឃើញហើយចាំងធីជូលុយ20000ដែលឯងជំពាក់អញថ្ងៃនេះសឹងល្អត់ថៅកែវាងខ្ញុំពិតជាសុំទោសខ្ញុំទៅតែបងថ្លៃសាលាអូនប្រុសទាំងពីរនាក់រួចក្នុងហោប៉ៅខ្ញុំគ្មានសល់អ្វីតតែសោះសូមថៅកែអនុគ្រោះឲ្យខ្ញុំ2ខែទៀតចុះអញយកឲ្យឯងប៉ុន្មានដងហើយថ្ងៃនេះបើមិនសងលុយទេអញនឹងកាត់ដៃអញមកសងជប់ភ្លាមគេជំពាក់ប៉ុន្មានអូស្រីស្អាតមកពីណាដែរនេះចង់ធ្វើជាវីនារីមែនទេមិនច្រើនទេត្រឹមតែ20000ប៉ុណ្ណោះអាលីឯងយកលុយសុទ្ធ100,000មកទីតាំងការដ្ឋានដែលខ្ញុំផ្ញើឲ្យឥឡូវនេះមកធ្វើឲ្យលឿនជាងនេះទៅមិនយូរប៉ុន្មាននឹងមានគេយកលុយមកឲ្យហើយអ្នករងចាំបន្តិចទៅបានខ្ញុំឲ្យពេលអ្នក10នាទីកុំលេងលពេចឲ្យសោះមិនអញ្ចឹងទេថ្ងៃនេះអ្នកទាំងពីរមិនស្រួលខ្លួនឡើយបងប្រុសនេះជារបស់អ្នកមែនទេឃើញវាជ្រុះចេញពីខ្លួនបងអំបញ្ញមិញកញ្ញានេះវាជាជីវិតរបស់ខ្ញុំណាហើយរឿងលុយ20000ដែលបងបានចេញជំនួសខ្ញុំទោះខ្ញុំលក់ផ្ទះសម្បែងក៏នឹងសងបងវិញដែរលុយនោះមិនបាច់សងទេខ្ញុំថែមទាំងត្រូវអរគុណបងដែលបានជួយជីវិតខ្ញុំដល់ទៅ2ដងថ្ងៃនេះខ្ញុំជួយបងតែម្ដងទេតើមែនហើយបងប្រុសល្អបងជួយសម្លឹងមើលមុខខ្ញុំឲ្យច្បាស់មើលតើមិនឃើញថាខ្ញុំមុខមាត់ដូចជាធ្លាប់ស្គាល់ទេសុំទោសពិតមែនខ្ញុំពិតជាចាំមិនបានសោះកាលពី10ឆ្នាំមុននៅកណ្ដាលព្រៃជ្រៅមាននិស្សិតស្រីម្នាក់ត្រូវបានគេបោកបញ្ឆោតទៅទីនោះគឺបងដែលយកជីវិតទៅប្រថុយជួយសង្គ្រោះនាងថែមទាំងជួយចេញថ្លៃធ្វើដំណើរឲ្យនាងបានវិលត្រឡប់ទៅផ្ទះវិញទៀតអូគឺជានាងតូចនេះមែនទេទីបំផុតបងចាំខ្ញុំបានហើយខានជួបគ្នាយូររូបរាងបងប្រែប្រួលអស់ហើយកាលនោះបើមិនបានជួបបងខ្ញុំមិនហ៊ានគិតទេថាវាសនាខ្ញុំនឹងទៅជាយ៉ាងណាកញ្ញាឲ្យកាលនោះអ្នកណាដែលមានចិត្តមានថ្លើមឃើញហើយក៏ប្រកាសជាត្រូវតែជួយដែរបងប្រុសហេតុអ្វីបងធ្លាក់ខ្លួនមកធ្វើការសំណងបែបនេះឪពុកម្ដាយខ្ញុំស្លាប់ចោលយូរហើយផ្ទះនៅឯស្រុកកំណើតក៏គេរុះរើអស់ខ្ញុំក៏នាំប្អូនប្រុស2នាក់ចូលមកទីក្រុងដើម្បីរៀនសូត្រខ្ញុំគ្មានចំណេះដឹងជ្រៅជ្រះអ្វីទេបានត្រឹមតែប្រើកម្លាំងបាយដើម្បីរកលុយឲ្យពួកគេរៀនប៉ុណ្ណោះ10ឆ្នាំជាងមកនេះអ្នកម្នាក់ឯងត្រប្អូនប្រុស2នាក់រហូតបងប្រុសចុះបងបានរៀបការហើយឬនៅប្អូនស្រីប្អូនចេះតែនិយាយលេងសើចនឹងបងហើយបងនេះជាកសិករមកពីតំបន់ភ្នំដាច់ស្រយាលមិនសូវចេះអក្សរអីទេគ្មានសមត្ថភាពរកលុយបានច្រើនចេះតែធ្វើការធ្ងន់តែប៉ុណ្ណោះថែមទាំងមានប្អូនប្រុស2នាក់ត្រូវចិញ្ចឹមឲ្យរៀនទៀតលក្ខខណ្ឌបងបែបនេះតើមាននារីណាគេចាប់អារម្មណ៍និយាយអីអញ្ចឹងបងជាមនុស្សទៀងត្រង់ចិត្តល្អហើយក៏ជាសុភាពបុរសពិតប្រាកដបើបងមិនប្រកាន់បងយករបស់មកឲ្យហើយម្យ៉ាងទៀតគម្រោងសាងសង់តម្លៃ10លានរបស់ក្រុមហ៊ុនឆាយាក៏បានផ្ទេរប្រាក់ចូលក្នុងកណ្នេះហើយដែរគេកំពុងរងចាំឲ្យបងចុះហត្ថលេខាលើកិច្ចសន្យាអ្នកត្រឡប់ទៅកន្លែងធ្វើការវិញសិនទៅរឿងនៅក្រុមហ៊ុនជួយតាមដានឲ្យបងផងណាអូនស្រីមិននឹកស្មានសោះថាឥឡូវអូនខ្លាចជាថៅកែក្រុមហ៊ុនធំដុំបែបនេះហើយបងពិតជាត្រេកអរជំនួសអូនពីចិត្តទាំងអស់នេះក៏ព្រោះតែបងដែរបើកាលនោះបើគ្មានបងជួយសង្គ្រោះដោយចិត្តស្មោះទេនោះតើឲ្យអូនមានថ្ងៃនេះបានយ៉ាងម៉េចទៅនិយាយស្អីគេហ្នឹងអូនស្រីអូននិយាយរឿងអ្វីហ្នឹងបងប្រាប់ឲ្យត្រង់ចុះបងមានចិត្តឲ្យអូនពាក្យមួយឃ្លានេះបងលាក់ទុកក្នុងចិត្តអស់រយៈពេល10ឆ្នាំមកហើយពេលនោះបងញើតមិនហ៊ាននិយាយចេញមកធ្វើឲ្យពួកយើងខាតពេលអស់10ឆ្នាំដោយឥតប្រយោជន៍តែពេលនេះព្រមលិខិតឲ្យបងបានជួបអូនម្ដងទៀតបងស្លាប់ក៏មិនព្រមលែងដៃអូនទៀតដែរអូនស្រីកុំធ្វើបែបនេះអី
ឥឡូវអូនជាថៅកែធំមានទ្រព្យសម្បត្តិរាប់លានទាំងស្អាតទាំងក្មេងទៀតចុះបងវិញបងគ្រាន់តែជាកម្មករសំណងម្នាក់ដែលដើរលើកឥតប៉ុណ្ណោះតើបងមានឋានៈអ្វីទៅឲ្យសមនឹងអូនពួកយើងមិនមែនជាមនុស្សថ្នាក់តែមួយនឹងគ្នាទេហេតុអ្វីថាមិនសមនឹងគ្នាក្នុងក្រសែភ្នែករបស់អូនបងគឺជាបុរសដែលមានចិត្តល្អនិងក្លាហានបំផុតក្នុងលោកនេះបើមិនមែនព្រោះតែបងប្រថុយជីវិតជួយអូនទេអូនប្រហែលជាស្លាប់បាត់យូរហើយថ្ងៃនេះអូនមើលឃើញពីគុណធម៌របស់បងវាមិនពាក់ព័ន្ធអ្វីនឹងឋានៈឬលុយកាក់ឡើយបានធ្វើជាប្រពន្ធបងការបាននៅក្បែរបងវាគឺជាសំណាងដែលខ្ញុំបានសន្សំនឹងគេមកពីជាតិមុនតែបងកុំរារែកអីកុំទាញទម្លាក់អីណាលុយនេះបងប្រញាប់យកទៅទុកទៅជំហានដំបូងត្រូវយកទៅសងបំណុលថៅកែវាំងសិនលុយដែលនៅសល់ចាត់ទុកថាជាកាក់កបដែលអូនថ្លៃស្រីម្នាក់នេះជូនអូនប្រុសទាំងពីររបស់បងសម្រាប់ទុកទៅរៀនចុះថ្ងៃនេះអូនបានជួយដោះស្រាយបញ្ហាធំឲ្យបងរួចហើយតើឲ្យបងហ៊ានទទួលលុយអូនទៀតបានយ៉ាងម៉េចទៅឲ្យយកទៅគឺយកទៅចុះចាំបាច់ធ្វើរកពីដូចអ្នកអតីតធ្វើអ្វីចាស់បុរាណពោលថាដាំអ្វីបានផលនឹងបងធ្លាប់ជួយសង្គ្រោះជីវិតអូនពីរដងក្នុងគ្រាអាសន្នអូនដើររកបងជុំវិញពិភពលោកអស់10ឆ្នាំថ្ងៃនេះទីបំផុតក៏បានតបស្នងសងគុណបងផ្ទាល់ដៃចំណែករឿងដែលថាយើងទាំងពីរអាចនឹងបានជួបផ្ទះតែមួយឬអត់នោះទុកឲ្យស្ថានសួគ៌ជាអ្នកកំណត់ចុះអ្នកទាំងអស់គ្នារងចាំអស់រយៈពេល10ឆ្នាំពេញទីបំផុតអូនបានជួបបុរសម្នាក់ដែលធ្លាប់យកជីវិតមកការពារអូនវិញហើយអូនមិនខ្វល់ថាអ្នកណានិយាយអ្វីនោះទេជីវិតនេះអូនសម្រេចចិត្តនៅជាប់នឹងបងហើយលោកពុកអ្នកម៉ែមុខអេក្រង់ទាំងឡាយជួយចុច like គាំទ្រដល់ក្មេងស្រីម្នាក់នេះបានទេ